យើងមើលជាបារាំងមើលជាអង់គ្លេសហើយបកប្រែឲ្យត្រឹមត្រូវជាខ្មែរយើងអាចយល់ទាំងអស់គ្នាប៉ុន្តែអ្វីដែលគេសរសេរតឡាការដែលធ្វើតាមការណែនាំរបស់រដ្ឋាភិបាលសប្តាហ៍ថ្ងៃធ្វើនេះគឺសរសេរមើលមិនយល់ខ្ញុំជឿថាការចាប់ប្រកាន់ហ្នឹងគេធ្វើពីទីក្រុងហាណូយហើយគេសរសេរជាភាសាយួននេះដល់យកភាសាយួនមកបកជាភាសាខ្មែររឿងបច្ចេកទេសនេះវាចេញជាលបឡាយប្រទេសផ្ដាស់មែនទែនគឺធ្វើឲ្យគេសើចតឡាការខ្មែរសប្តាហ៍ថ្ងៃរដ្ឋាភិបាលកម្ពុជាសប្តាហ៍ថ្ងៃធ្វើឲ្យគេសើចពីព្រោះនេះជាបច្ចេកទេសដែលគ្មាននរណាប្រកែកបានដែលអ្នកដែលគេមានជំនាញខាងហ្នឹងគេទទួលស្គាល់ទាំងអស់គ្នាថាអ្វីដែលខ្ញុំសំរងស៊ីលើកឡើងនេះគឺត្រឹមត្រូវអ្វីដែលខ្ញុំបញ្ជាក់ថាយួនបង្ខិតព្រំដែនចូលក្នុងទឹកដីខ្មែរនេះវាត្រឹមត្រូវដូច្នេះបើត្រូវកាត់ទោសមិនមែនកាត់ទោសខ្ញុំសំរងស៊ីអ្នកដែលខិតខំការពារទឹកដីខ្មែរទេត្រូវតែកាត់ទោសអ្នកដែលបណ្ដោយឲ្យយួនចូលមកក្នុងទឹកដីខ្មែរលើកទៅបាក់ទឹកដីខ្មែរជារៀងរាល់ថ្ងៃខ្ញុំគ្រាន់តែសូមធ្វើការសម្គាល់តែប៉ុណ្្នឹងចោះថាអ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិតមិនមែនសំរងស៊ីទេគឺថ្នាក់ដឹកនាំកម្ពុជានៃប្រទេសកម្ពុជាសប្តាហ៍ថ្ងៃតែម្ដងនេះគឺជាការចាក់ផ្សាយឡើងវិញរបស់កម្មវិធីពន្លឺភ្លើងទៀនបាទសូមអរគុណលោកប្រធានដែលបានឆ្លើយទៅនឹងសំណួររបស់បងប្អូនបានអញ្ជើញចូលរួមខ្ញុំចង់សួរលោកប្រធានថាកាលពីប្រហែលថ្ងៃមុននេះតុលាការក៏ដូចជារដ្ឋាភិបាលកម្ពុជានឹងមានគម្រោងទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលប្រទេសបារាំងធ្វើបច្ចុប្បន្ននាំខ្លួនលោកប្រធានសំរងស៊ីមកប្រទេសកម្ពុជាវិញតើលោកប្រធានអត្ថាធិប្បាយយ៉ាងណាចំពោះចំណាត់ការរបស់រដ្ឋាភិបាលនិងតុលាការខ្មែរនេះបាទខ្ញុំអស់សំណើចបាទហើយខ្ញុំជឿថាអ្នកដែលគេចេះច្បាប់អ្នកដែលគេថ្លឹងថ្លែងអំពីកត្តាទាំងប៉ុន្មានចំណុចទាំងប៉ុន្មានពីនីតិវិធីច្បាប់អន្តរជាតិនិយាយបែបហ្នឹងគឺគេសាកថាគេមើលងាយអ្នកដែលលើកប្រទេសផ្ដាស់បែបហ្នឹងគឺដូច្នេះខ្ញុំមិនចាប់អារម្មណ៍អ្វីតែសោះតែខ្ញុំសង្ឃឹមថាថ្ងៃណាមួយអ្នកដែលគេត្រូវយកទៅកាត់ទោសគឺអ្នកដែលដឹកនាំប្រទេសកម្ពុជាសប្តាហ៍ថ្ងៃហើយដែលទី1បណ្ដោយឲ្យបរទេសលួចលេបទឹកដីខ្មែរយ៉ាងសន្តិសន្ធាប់ហើយទី2បានប្រព្រឹត្តអំពើអក្រិតជាច្រើនហើយក្នុងការថ្ងៃណាមួយនឹងទទួលទោសខ្ញុំសូមបញ្ជាក់ម្ដងទៀតគឺថាខ្ញុំនឹងប្តឹងក្នុងនាមប្រជារាស្ត្រខ្មែរទាំងមូលគឺតំណាងរាស្ត្រគណៈបកសំរងស៊ី26នាក់ដោយមានការគាំទ្រពីសំណាក់តំណាងរាស្ត្ររាប់រយនាក់ជាតំណាងរាស្ត្រនៃប្រទេសដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសពីព្រោះគណៈបកសំរងស៊ីគឺជាសមាជិកនៃចលនាសេរីនិយមពិភពលោកហើយចលនាសេរីនិយមពិភពលោកហៅថា Liberal International គឺមានសមាជិកដែលជាគណៈបកនយោបាយខ្លះជាគណៈបកកាន់អំណាចខ្លះជាគណៈបកក្រៅរដ្ឋាភិបាលមែនប៉ុន្តែគេឯកភាពគេថាអ្វីដែលគណៈបកសំរងស៊ីលើកឡើងនេះគឺត្រឹមត្រូវដូច្នេះនឹងមានតំណាងរាស្ត្ររាប់រយនាក់ក្នុងចំណោមប្រទេសដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនឹងគាំទ្រការព្រួយផ្ដើមគំនិតរបស់គណៈបកសំរងស៊ីនេះប្តឹងទៅអង្គការសហប្រជាជាតិប្តឹងទៅប្រទេសដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសថាកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះគឺរដ្ឋាភិបាលកម្ពុជាសប្តាហ៍ថ្ងៃបានរំលោភយ៉ាងធ្ងន់ធ្ងររំលោភលើ8ចំណុចខ្ញុំសូមរៀបរាប់ចំណុចទាំង8ដូចតទៅទី1រឿងព្រំដែនដែលរដ្ឋាភិបាលមានទួនាទីការពារតែមិនការពារឥឡូវនេះត្រូវគេរំលោភបនភាពទឹកដីប្រទេសកម្ពុជាយើងត្រូវតែប្តឹងគណៈបកសំរងស៊ីនឹងប្តឹងក្នុងនាមជាតិខ្មែរទាំងមូលទី2គឺសន្ធិសញ្ញាអន្តរជាតិដែលផ្ទុយពីអធិបតេយ្យភាពជាតិឯករាជ្យភាពជាតិបនភាពទឹកដីប្រទេសកម្ពុជាត្រូវចាត់ទុកជាមុខៈហើយឥឡូវនេះមានសន្ធិសញ្ញាជាមួយនឹងប្រទេសវៀតណាមមួយចំនួនដែលផ្ទុយពីផលប្រយោជន៍ប្រទេសជាតិដូច្នេះត្រូវចាត់ទុកជាមុខៈតែរដ្ឋាភិបាលសប្តាហ៍ថ្ងៃមិនព្រមចាត់ទុកជាមុខៈយើងត្រូវតែប្តឹងឲ្យសហគមន៍អន្តរជាតិចាត់ទុកសន្ធិសញ្ញាជាមួយប្រទេសវៀតណាមជាមុខៈទី3ការរំលោភសិទ្ធិសេរីភាពសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋខ្មែរដែលមានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសថារដ្ឋាភិបាលក្រោយពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះត្រូវតែគោរពសិទ្ធិនិងសេរីភាពផ្សេងៗនៃប្រជាពលរដ្ឋខ្មែរតែមិនបានគោរពមានតែរំលោភយ៉ាងធ្ងន់ធ្ងរដូចជាចាប់អ្នកកសែតដាក់គុកបាញ់សម្លាប់អ្នកកសែតសហជីពមិនអោយគេតវ៉ាធ្វើបាតកម្ម
គណៈបកប្រឆាំងត្រូវទីគៀបសង្កត់គ្រប់បែបយ៉ាងនិងជាការរំលោភសិទ្ធិសេរីភាពនៃប្រជាប្រដ្ឋខ្មែរទី4ចំណុចប្រជាធិបតេយ្យទទួលកិច្ចព្រមព្រៀងទីក្រុងប៉ារីគឺបានធានាដំណើរការប្រជាធិបតេយ្យថាឲ្យប្រទេសកម្ពុជាក្លាយទៅជាប្រទេសប្រជាធិបតេយ្យពិតប្រាកដប៉ុន្តែឥឡូវនេះដំណើរការប្រជាធិបតេយ្យឲ្យរៀបចំឲ្យទៅជាប្រជាធិបតេយ្យនេះវាធ្លាក់ទឹកទៅហើយដូច្នេះតើតើសហគមន៍អន្តរជាតិបែរមកជួយប្រទេសកម្ពុជាឡើងវិញឲ្យមានដំណើរការប្រជាធិបតេយ្យពិតប្រាកដឡើងវិញទី5គឺការបោះឆ្នោតកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានចែងថាត្រូវតែមានការបោះឆ្នោតត្រឹមត្រូវពិតប្រាកដតែការបោះឆ្នោតថ្មីៗនេះគឺមិនត្រឹមត្រូវប្រកបគឺមានការលួចបន្លំកេងប្រវ័ញ្ចសម្លុតប្រជារាស្ត្របំផោងស្លឹកឆ្នោតគណៈបកកាន់អំណាចអ្នកដែលអត់មានសិទ្ធិបោះឆ្នោតបានបោះឆ្នោតគេធ្វើឯកសារដោយទម្រង់10-18คล้ายឲ្យអ្នកបោះឆ្នោតដែលអត់មានសិទ្ធិបានមកបោះឆ្នោតមានខ្មោចមានអីគឺថាវាច្បុកច្បល់មែនទែនការបោះឆ្នោតថ្មីនេះគឺមិនឆ្លុះបញ្ចាំងឆន្ទៈប្រជាពលរដ្ឋខ្មែរទេគឺជាការរំលោភលើកិច្ចព្រមព្រៀងទីក្រុងប៉ារីមួយទៀតទី6គឺបានចែងថាកិច្ចព្រមព្រៀងទីក្រុងប៉ារីបានចែងថាត្រូវតែរៀបចំនៅស្រុកខ្មែរឲ្យមានប្រព័ន្ធតុលាការឯករាជ្យច្បាស់ណាស់គេចែងថាត្រូវតែមានប្រព័ន្ធតុលាការឯករាជ្យឥឡូវប្រព័ន្ធតុលាការឯករាជ្យកន្លែងណាពីព្រោះមជ្ឈដ្ឋានខ្មែរទាំងអស់ទាំងជាតិទាំងអន្តរជាតិទទួលស្គាល់ថាប្រព័ន្ធតុលាការនៅស្រុកខ្មែរសប្តាហ៍មិនមែនឯករាជ្យទេគឺទទួលបញ្ជាពីរដ្ឋាភិបាលពីគណៈបកកាន់អំណាចសប្តាហ៍ហើយមហាសាលពុករលួយមិនមែនយកយុត្តិធម៌យកច្បាប់ជាធំទេគឺយកអំណាចនយោបាយហើយយកលុយជាធំនឹងជាការរំលោភកិច្ចព្រមព្រៀងទីក្រុងប៉ារីសមួយទៀត